ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមករៀនអំពី subject pronouns ដែលនៅក្នុងភាសាខ្មែរយើងមានន័យថាសព្វនាមជាប្រធានអញ្ចឹង subject pronoun គឺមាន7ទី1គឺ I ដែលប្រែថាខ្ញុំ you ប្រែថាអ្នក we ប្រែថាយើង they ពួកគេឬក៏ពួកវាដែលយើងប្រើជាមួយនឹងសត្វមនុស្សឬក៏វត្ថុក៏បាន he គាត់យើងប្រើជាមួយនឹងមនុស្សប្រុសដែលមានតែម្នាក់ she នាងយើងប្រើជាមួយនឹងមនុស្សស្រីដែលមានតែម្នាក់ it វាយើងប្រើជាមួយនឹងវត្ថុឬក៏សត្វអីអញ្ចឹងទៅឥឡូវយើងមកមើលពីប្រយោគម្ដង I am a girl you are a student អញ្ចឹង you are a student គឺប្រែជាមួយនឹងនាមដែលមានតែមួយអញ្ចឹងចំណុចពិសេសរបស់ you នេះគឺយើងអាចប្រែជាមួយនឹងនាមដែលមានច្រើនក៏បានដែរអញ្ចឹង you អ្នកនៅពេលដែលយើងប្រើជាមួយនឹងនាមមានតែមួយតែបើសិនជាយើងប្រើ you ក្នុងនាមជានាមដែលមានច្រើនយើងប្រែថាអ្នកទាំងអស់គ្នាដូចជា you are students អញ្ចឹង student យើងមាន s អញ្ចឹងទៅ we are in the class ពួកយើងទាំងអស់គ្នានៅក្នុងថ្នាក់រៀន they eat cake ពួកគេញ៉ាំនំ cake he takes a shower គាត់ងូតទឹកអូខេតើឥឡូវយើងនៅសល់ she និង it តើអ្នកទាំងអស់គ្នាអាចបង្កើតឧទាហរណ៍ជាមួយនឹង she it បានទេសូមជួយតម្លែងចម្លើយរបស់អ្នកទាំងអស់គ្នានៅក្នុង comment អរគុណច្រើនជម្រាបលា